កាលពីភាគមុនយាយអាំត្រូវបានព្រាយអាបចូលសន្ធឹកហើយត្រូវបានគ្រប់គ្រងលើរាងកាយរបស់គាត់តាំងពីពេលនោះមកគាត់នៅតែក្នុងផ្ទះមិនចេញក្រៅនោះទេនេះលោកយាយមិនស្រុកខ្លួនទៀតហើយមែនទេលោកយាយយាយមិនអីទេគ្រាន់តែអស់កម្លាំងបន្តិចប៉ុណ្ណោះសម្រាប់តែបន្តិចទៅក៏លែងអីហើយណាចៅថៃលោកយាយបែបនេះខ្ញុំមិនសប្បាយចិត្តសោះនេះចាប់ពីពេលនេះទេខ្ញុំមិនឲ្យលោកយាយធ្វើអីទៀតទេខ្ញុំនឹងខំធ្វើការរកបន្លែមិនលោកចិញ្ចឹមលោកយាយតែម្នាក់ឯងខ្ញុំមិនឲ្យលោកយាយហត់ទៀតនោះទេកុំគិតច្រើនអីណាចៅយាយមិនបានកើតអីឯណាចៅនីងសាច់ជ្រូកកាលពីថ្ងៃមុនអស់ហើយមែនទេចាលោកយាយសាច់ខ្ញុំបានប្រឡាក់ទុកឲ្យលោកយាយពិសាហើយលោកយាយឃ្លានមែនទេចាំខ្ញុំរៀបចំជូននេះមានសាច់ស្រស់ដែរទេចៅសាច់ស្រស់យាយរសាច់ស្រស់ធ្វើអីទេគឺអត់មានទេណាយាយខ្ញុំបានអាំងឆ្អិនអស់ហើយលោកយាយឃ្លានមែនទេអត់ទេយាយមិនទាន់ឃ្លានទេអញ្ចឹងចៅមានអីត្រូវធ្វើក៏ទៅធ្វើចោះហ្នឹងយាយសុំសម្រាប់បន្តិចយាយអាំមូនតានៅផ្ទះដែរទេនឹងនោះមិនសមទេចាមីងមានការអីមែនទេនីងយ៉ាងមិនហើយក្មួយរយៈនីងមិនឃើញតែលក់ដូរសោះចង់ឲ្យអីក៏មិនឃើញមនុស្សគឺមួយរយៈនេះលោកយាយខ្ញុំគាត់មិនសូវត្រូវខ្លួននឹងណាមីងតែមិនបានត្រូវអីលោកនេះមានអីមែនទេហត់នេះសាច់គោនិងគ្រឿងក្នុងខ្លះមីងយកមកឲ្យធ្វើអីហូមក៏ធ្វើទៅប្រឡាក់អាំងក៏បានធ្វើពោះគោនឹងដាក់ស្ងោរជ្រលក់ទឹកប្រហុកនឹងក៏បានដែរចាអរគុណណាមីងពិតជាចិត្តល្អនឹងគ្រួសារខ្ញុំមានរបស់ឲ្យហូបរហូតខ្ញុំមានតែពេលថាអរគុណទេសម្រាប់ទឹកចិត្តល្អមួយនេះនោះមិនអីទេណាំងព្រោះម្ដាយឪពុករបស់ក្មួយក៏ជាមនុស្សល្អដែរហើយក៏តែងតែល្អជាមួយមីងរហូតមកដែរតាំងពីពួកគាត់ស្លាប់ទៅឃើញថាក្មួយនេះមានជីវភាពក្រលំបាកណាស់ហើយត្រូវមានជីដូនត្រូវមើលថែទៀតផងអញ្ចឹងហើយបានជាមីងមានអីបន្តិចបន្តួចក៏នឹកឃើញនឹងណាំងចាខ្ញុំអរគុណម្ដងទៀតណាមីងមែនហើយមិញនេះឮថាយាយគាត់ឈឺមែនទេឈឺអីទៅបានរកថ្នាំឲ្យគាត់ពិសាហើយនៅហ្នឹងគាត់គ្រាន់តែអស់កម្លាំងធម្មតាទេមីងប្រហែលជាថ្ងៃមុនគាត់ដើរឆ្ងាយពេកតែបានជាធ្វើឲ្យគាត់មិនស្រួលខ្លួនបែបនេះទេមនុស្សចាំងតែប៉ុណ្្នឹងហើយក្មួយរាងកាយមិនរឹងមាំដូចជាយើងក្មេងទេមីងទៅវិញសិនហើយហ្នឹងមិនបានចូលទៅមើលយាយអាំទេចាមិនអីទេណាមីងអរគុណសម្រាប់របស់បញ្ញានេះណានេះនាងសំគេយកសាច់គោនិងពោះវៀនគោមកឲ្យទៀតហើយមែនទេបានឆ្ងាញ់មាត់ទៀតហើយកំពុងតែឃ្លានផងយ៉ាងមិនដែរអ្នកនាងបានសាកសងជាមួយលោកប្រុសសេដ្ឋវង្សនោះមែនតែដូចជាផ្អែមល្ហែមណាគឺថាខ្ញុំនឹងកេងមានចំណុចដែលដូចគ្នាច្រើនណាស់ណែនាងជឿនអញថាតើមើលលោកសត្វវង្សមានចិត្តមកលើយើងឬអត់ពធអ្នកនាងរឿងខ្លួនឯងសោះមកសួរតែខ្ញុំក្រែងថាបានសាកសងជាមួយគ្នាហើយតែចាំមិនក៏មិនសង្កេតម៉ែថាគាត់គិតបែបណាចំពោះអ្នកនាងនោះខ្ញុំមើលមិនដឹងតែថាមកតែកេងដូចជារៀងសក់កក្រក់បន្តិចតែមិនអីទេខ្ញុំនឹងរកវិធីនៅក្បែរគេបានច្រើនជាងនេះនេះអ្នកនាងកាត់ទៅរកប្រដល់ផ្ទះមែនទេហើយមិនល្អទេអ្នកនាងឯងនេះពិតជាមាត់ស្អុយណាស់ខ្ញុំជាស្រីតែធ្វើខ្លួនបែបនោះមិនកើតទេអញក៏ដឹងថាគ្រូសារបស់កេងរកស៊ីការងារជាមួយគ្រូសាខ្ញុំលោកប្រុសសិទ្ធវង្សតែងតែមកជួបជាមួយនឹងលោកពុកនិយាយពីរឿងចំនួនតែរហូតហ្នឹងនេះក៏បានន័យថាអ្នកនាងរកវិធីចាប់លោកប្រុសសិទ្ធវង្សធ្វើជាប្តីមែនទេបើចឹងមែនណាចាំខ្ញុំជួយណាណៃឯងនេះមិនក៏ល្ងងបាត់នេះកាត់ឃើញតែកំណត់ដែលនាំឲ្យយើងអាប់អន់កិត្តិយសគឺខ្ញុំមានន័យថានៅពេលដែលគេមកនិយាយរឿងការងារជាមួយលោកពងខ្ញុំមានឱកាសបានជួបគេច្រើនខ្ញុំនឹងធ្វើឲ្យគេបាក់ចិត្តស្រឡាញ់ខ្ញុំមិនមែនរៀបចំគម្រោងចាប់ប្រុសដូចជាឯងគិតនោះទេចាសំទោសអ្នកនាងនេះលោកប្រុសនឹកឃើញអីទៅបានតែចង់ដើរលេងនៅក្នុងភូមិបែបនេះនោះគឺមកពីខ្ញុំចង់ដើរហ្នឹងណានេះខ្ញុំខាន់ចេញមកក្រៅបែបនេះយូរហើយចង់មកពីការរស់នៅរបស់អ្នកភូមិចាំអីដែរ
មានយ៉ាងម៉េចទៅលោកប្រុសគឺដោយតែមុននឹងហើយអ្នកស្រុកគ្មានអ្វីក្រៅពីធ្វើស្រែនិងចិញ្ចឹមសត្វដាំបន្លែទុកគ្រាន់ហូបនោះទេហើយសល់ខ្លះក៏យកទៅលក់ចែកគ្នាតែឯងនេះដឹងរឿងច្រើនណាស់នេះក៏តែបកគលទូនាទីជាមេភូមិទៅស័ក្តិសមជាមួយនឹងឯងអ្នកឯងចង់ធ្វើដែរទេអូអត់ទេណាលោកប្រុសគឺសុកចិត្តនៅបំរើលោកប្រុសល្អជាងណាអេលោកប្រុសនោះជាស្រីស្អាតតាមកពីណាហ្នឹងអេសួស្ដីអូនស្រីនេះទៅមកពីណាហ្នឹងបានឯងកាន់ចុចដង្ដៃនោះឲ្យបងសមើបន្តិចបានទេណែសាយឲ្យមានសុជីវធម៌បន្តិចបានទេកុំលេងសើចច្រើនពេកណាសុំទោសណានាងមនុស្សរបស់ខ្ញុំគាត់ជាមនុស្សចូលចិត្តលេងសើចច្រើនកុំមកកាន់គាត់អីណាចាលោកខ្ញុំមិនប្រកាន់ទេចឹងខ្ញុំសុំទៅសិនហើយអេចប់សិននេះនាងទៅមកពីណាហ្នឹងហើយកំពុងតែកាន់អ្វីហ្នឹងខ្ញុំទៅតែមកពីបេះផ្លែព្រៃនឹងណាហើយនេះជាផ្លែដែលខ្ញុំបេះបានមានអីមែនទេហើយតានាងបេះវាចូលទៅធ្វើអីតែនេះកំប្រាប់ថាបេះចូលតែញ៉ាំមិនសោះណាបើមិនអាចបេះតែញ៉ាំឲ្យខ្ញុំយកទៅធ្វើអីវិញទេគឺខ្ញុំយកទៅស្លហ្នឹងហើយផ្លែព្រៃខ្លះគឺញ៉ាំបានណាលោកមិនពុលនោះទេខ្ញុំធ្វើបែបនេះទៅរហូតមិនត្រឹមតែញ៉ាំទេខ្ញុំក៏អាចបេះវាយកទៅលក់ចែកដល់ភូមិហូបផងទៀតណោះអញ្ចឹងនេះខ្ញុំស្មានថាបន្លែព្រៃហូបបានហើយតែអញ្ចឹងល្អណាស់នេះនាងមានច្រើនណាស់ទេលក់ចែកខ្ញុំខ្លះមកណាអត់ទេណាលោកថ្ងៃនេះខ្ញុំបេះបានតែមិនបានលក់ទេមើលតែសាច់ឈាមលោកគឺជាកូនអ្នកមានចឹងហើយតែបានខ្ញុំមិនដឹងថាផ្លែព្រៃជារបស់ដែលយើងអាចហូបបានណោះចឹងខ្ញុំសុំទេសិនហើយអាយ៉ានេះលោកប្រុសរបស់ខ្ញុំមើលមកគេមិនដាក់ផ្នែកសោះចាប់អារម្មណ៍គេហើយមែនទេហ្នឹងឯងនិយាយអីហ្នឹងបានហើយតោះតែមុខទេតែនេះទៅនាំគ្នាមកពីណាណាកូនម៉ែខំដាក់រកពេញផ្ទះសួរអ្នកណាក៏មិនដឹងគឺកូនទៅមកពីដើរលេងនៅតាមភពនឹងណាម៉ែនេះណាម៉ែមានការអីជាមួយកូនមែនទេចាម៉ែមានរឿងសំខាន់និយាយជាមួយកូនពាក់ព័ន្ធអនាគតកូននឹងណានេះឃើញថាកូនម៉ែក៏ពេញកំឡោះហើយការងារក៏យល់ច្រើនពីលោកពុកម៉ែគិតថានឹងរៀបចំឲ្យកូនមានគូសកលតែកូនគិតយ៉ាងម៉េចដែរនេះខ្ញុំថាខ្ញុំនៅក្មេងនៅឡើយទេណាម៉ែមិនទាន់ចង់គិតរឿងនេះទេណាមួយចង់យល់ការងារពីលោកពុកឲ្យបានច្រើនសិនក្មេងអីទៀតទៅកូនអាយុជាង20ហើយណោះម៉ែក៏បានឃើញកូនស្រីគេម្នាក់គឺថាស័ក្តិសមជាមួយកូនសិទ្ធិវង្សតែម្ដងគឺក្មេងរាជនីកូនរបស់លោកស្រីទេវីនឹងណាឃើញថាគ្រួសារយើងក៏ស្និទ្ធជាមួយគ្នាកូនគិតយ៉ាងម៉េចដែរអ្នកនាងរាជនីមែនទេត្រូវហើយនេះតើនិយាយការងារជាមួយលោកពុកអ្នកគ្រួសាររបស់លោកមង្គលមិនចាប់អារម្មណ៍កូនកំមុំគេខ្លះទេក្មេងរាជនីបានទាំងព្រមស្អាតក៏ស្អាតពូកែការងារក៏សពគ្រប់ម៉ែគិតថាក្មេងស្រីណាស័ក្តិសមជាមួយកូនជាងក្មេងរាជនីទេតែកូនតែទុកនាងត្រឹមតែជាមនុស្សស្គាល់គ្នាធម្មតាប៉ុណ្ណោះចំពោះអារម្មណ៍ស្នេហាគឺថាកូនណែបថុលលោកប្រុសអ្នកនាងរាជនីស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹមប៉ុណ្ណឹងហើយលោកប្រុសគ្មានអារម្មណ៍ជាមួយទៀតមែនទេតាមខ្ញុំដឹងបរោះជាច្រើនចង់បានអ្នកនាងរាជនីណានេះបើលោកប្រុសមិនឆាប់ចូលទេប្រយ័ត្នតែគេយកបាត់ទៅណាណែសាឯងនេះដឹងក៏ប្រឹងតែម្ដងហើយណាមែនហើយកូនឆាប់នេះម៉ែនឹងលោកពុកកូននឹងតែនិយាយជាមួយគ្រួសារលោកមង្គលនិយាយពីរឿងកូននិងក្មេងរាជនីហើយហើយចុះសាច់កូនមិនសមឲ្យទៅណាហើយនេះខ្ញុំទុកនៅត្រង់នេះហើយតែបាត់ទៅណាអស់ហើយតិចមានឆ្កែឆ្មាវាឡើងមកពំចិត្តតែបាត់ទៅដឹងនេះកំពុងតែរកមើលអីនឹងចៅមូតាគឺខ្ញុំកំពុងតែរកសាច់កូនដែលមិនសមឲ្យព្រឹកមិញនឹងណាលោកយាយនេះខ្ញុំទុកនៅត្រង់នេះហើយមិនក៏មិនខាញបែបនេះអញ្ចឹងនេះចៅប្រកាសចិត្តហើយមែនទេថាទុកនៅត្រង់នេះនោះអេតិចឆ្កែឆ្មាវាពំយកទៅស៊ីនៅឯណាបាត់ហើយទេដឹងហឹងខ្ញុំចាំច្បាស់ណាស់ថាទុកនៅត្រង់ហ្នឹងប្រហែលហើយយាយនេះមកលោកយាយប្រឡាក់ឯហ្នឹងហើយយាយដាក់មកពីណាអូគឺយាយទៅតែមកពីឈឺជុះនឹងណាំងនេះប្រហែលជាទឹកមាត់ស្លាដែលយាយហូបប្រឡាក់មិនបានជូតហើយមែនហើយយាយចុះទៅក្រៅមិញនេះឃើញវាពំអីផងក៏មិនដឹងពំទៅយ៉ាងលឿនប្រហែលជាពំសាច់គោនឹងហើយមើលទៅនោះហើយនេះខំថាធ្វើមកហូបឲ្យបានឆ្ងាញ់មកតែបែរជាឆ្មាលួចយកសាច់ទៅបាននេះតែយើងបានអីហូបទៅណាហើយចោះចៅរបស់បាត់ទៅហើយនោះមានអីហូបក៏ហូបសិនទៅណាចៅយាយមិនឃ្លានទេចៅធ្វើអីហូបតែម្នាក់ឯងចោះ
លុះថ្ងៃបន្ទាប់ឪពុកម្ដាយរបស់សត្វទេវង្សក៏បានមកចូលចែកចែងរាជនីឲ្យកូនរបស់ពួកគេ នេះមកទាំងពីរអ្នកតែម្ដងហើយប្រកាសជាមានរឿងអីសំខាន់ហើយមែនទេនេះ ចាប៉ិតណាគឺអញ្ចឹងណារាល់ថ្ងៃនេះក្មួយរាជនីទំនេរដែរទេ កូនរាជនីហ៎ចាំងនាងមិនរវល់អីប្រមាណទេរាល់ថ្ងៃនេះរៀនវិជ្ជាមេផ្ទះកិច្ចការក្នុងផ្ទះនិងរៀនដេប៉ាអីអស់ហ្នឹងថារវល់ក៏បានមិនរវល់ក៏បានមានអីមែនទេនេះ និយាយឲ្យចាំតែម្ដងទៅណាអូនចាំបាច់ពេកឆ្ងាយធ្វើអីទៀតណា អញ្ចឹងណាអ្នកដែលសួរមិញនេះមិនមែនសួររឿងរវល់រឿងការងារអីទេគឺចង់សួរថារាល់ថ្ងៃនេះក្មួយរាជនីមិនជាប់ពាក្យជាប់សម្ដីនឹងកូនប្រុសរបស់អ្នកណាម្នាក់ហើយឬណីបើថានៅទេខ្ញុំនិងលោកបងចង់ចែកចៅក្មួយរាជនីឲ្យកូនខ្ញុំសិទ្ធិវង្សនឹងណាអ្នកយល់យ៉ាងណាដែរទេ អូរឿងនេះទេអី លោកបងគិតយ៉ាងម៉េចដែរ អូចំពោះកូនរាជនីមិនមានជាប់ពាក្យសម្ដីជាមួយនឹងណានោះទេណានេះខ្ញុំមិននឹកស្មានថាក្មួយសិទ្ធិវង្សគេពេញចិត្តនឹងកូនរាជនីសោះនេះគេមកទីនេះតែរហូតតែខ្ញុំនៅតែមើលមិនដឹង ចានេះកូនរាជនីទំនេរស្អាតតែម្ដងមិនទាន់មានជាប់ពាក្យសម្ដីជាមួយអ្នកណាទេកន្លងមកនេះមានកូនគ្រួសារអ្នកមានទ្រព្យជាច្រើនបានមកស៊ូនាំតែនាងបដិសេធតែរហូតនឹងតែបើចំពោះក្មួយសិទ្ធិវង្សវិញចាំខ្ញុំស៊ូចិត្តកូនស្រីសិនណា មែនហើយព្រោះថាមិនហ៊ានសម្រេចដោយចិត្តឯងនោះទេណាត្រូវតែសួរសម័យខ្លួនគេសិនថាគេព្រមឬអត់នោះមិនអីទេណាលោកម្ចាស់សួរចិត្តក្មួយរាជនីសិនទៅណាពួកខ្ញុំក៏មិនបង្ខំដែរព្រោះរឿងគូជីវិតនេះដឹងសពហើយតាថាមិនអាចបង្ខំចិត្តបាននោះទេមែនទេលោកស្រី ចាពិតប្រកបណាស់លោកម្ចាស់យើងបង្កើតរាងកាយគេបានតែចិត្តគំនិតគេយើងមិនអាចបង្កើតបាននោះទេតែបើចិត្តខ្ញុំវិញនេះខ្ញុំពេញចិត្តនឹងក្មួយសិទ្ធិវង្សហ្នឹងឃើញថាជាក្មេងដែលមានសន្តានចិត្តល្អចេះជួយយកអាសាអ្នកដទៃចរិតល្អរស់រាយមិនប្រកាន់ខ្លួនសង្ឃឹមថាកូនរាជនីគេនឹងគិតដូចជាខ្ញុំផងចឹង ហើយចុះពេលនេះក្មួយរាជនីទៅណាហើយមិនក៏មិនឃើញបែបនេះ អូកូនរាជនីនៅសួនផ្កាខាងក្រៅផ្ទះឯណោះគឺថាកូនចូលចិត្តផ្កាទំនេរទៅអង្គុយលេងស្រូបខ្ចោះធម្មជាតិគឺបែបនេះ ជាកូនស្រីគឺបែបនេះហើយណា យ៉ាងណាជួយសួរចិត្តក្មួយរាជនីឲ្យផងណានេះបើនាងប្រុសម៉ែគឺប៉ិតជាល្អណាស់ចិត្តខ្ញុំនិងលោកបងប៉ងមកយូរហើយថាចង់បានក្មួយរាជនីមកធ្វើជាកូនប្រសាមែនទេលោកបង បាទជាការពិតណាស់ សង្ឃឹមថាគ្រូសាយើងទាំងពីរនឹងខ្លាចទៅជាដន្លងនឹងគ្នាផងទៅចោះហើយការរកស៊ីរបស់ពួកយើងក៏កាន់តែរឹងមាំជាងមុនទៀតមែនទេលោកម្ចាស់ បាទពិតមែនហើយណាលោកម្ចាស់ អ្នកនាងអើយអ្នកនាងអើយ យ៉ាងម៉េចឯងនឹងនាងជឿនខំចំទាម្លេះនរណាងាប់មែនទេ គ្មានអ្នកណាស្លាប់ទេអ្នកនាងតែពេលនេះបំណងរបស់អ្នកនាងបានខ្លាចជាការពិតហើយ នេះខ្ញុំរំភើបជំនួសអ្នកនាងណា មានរឿងអីតាញ់មិនក៏អរខេបរខប់ម្លេះមានអីក៏និយាយមកនៅរៀបរាប់ដល់ណាទៀតទេ គេថាមិននេះលោកប្រុសលោកស្រីឪពុកម្ដាយរបស់លោកសិទ្ធិវង្សគាត់មកទីនេះគឺថាមកនិយាយការសំខាន់ណាស់ណា អើយការសំខាន់អីតាញ់មិនក៏មិនឆាប់និយាយមកបើមិននិយាយទេយ៉ាងទៅហើយ គេមកសួរចែកចែងអ្នកនាងឲ្យកូនប្រុសរបស់គាត់លោកសិទ្ធិវង្សនឹងណា នេះយ៉ាងម៉េចដែរសប្បាយចិត្តដែរទេ ថាម៉េចឯងនិយាយគឺជាការពិតមែនទេនាងជឿន ពុទ្ធោរឿងបែបនេះអ្នកណាតែនិយាយលេងទេខ្ញុំលប់ស្ដាប់មិននឹងឮទាំងអស់បែបនេះហើយទៅខ្ញុំបញ្ញាប្រត់មកប្រាប់អ្នកនាងនោះ អើយនេះខ្ញុំមិននឹកស្មានថាគេលឿនដល់ថ្នាក់នេះសោះខ្ញុំមិនទាន់បានត្រៀមខ្លួនផងគេឲ្យពុកម៉ែរបស់គេចូលសួរទៅហើយនេះខ្ញុំស្មានថាគេមិនចាប់អារម្មណ៍នឹងខ្ញុំទៅហើយតាំង ទាំងស្អាតទាំងមិត្តដូចជាអ្នកនាងបែបនេះអ្នកណាថាមិនចង់បាននោះថែមទាំងគ្រួសារលោកក៏ស្និទ្ធជាមួយគ្រួសារអ្នកនាងទៀតបែបនេះហើយទៅគាត់ប្រញាប់នោះខ្លាចមិនទាន់គេនោះអី ហើយចុះលោកពុកអ្នកម៉ែជើងគាត់ថាយ៉ាងម៉េចដែរនាងជឿន មានយ៉ាងម៉េចគេ មាត់វែងណាស់លឿនជាងយើងទៅទៀតឯងនេះនាងជឿន អើយលោកស្រីមកហើយអ្នកនាងសួរគាត់ខ្លួនឯងទេ អំបាញ់មិញនេះលោកពិជ័យនិងអ្នកស្រីអំពរគេបានមកស៊ូម៉ែថាគេចង់ចាយចៅកូនឲ្យក្មួយសិទ្ធិវង្សនេះម៉ែមិននឹកស្មានថាលឿនបែបនេះសោះកូនម៉ែពិតជាមិនធម្មតាពិតមែន នេះត្រឹមតែបានជជែកគ្នាលេងតែម្ដងសោះលោកប្រុសសិទ្ធិវង្សចាប់ចិត្តលើអ្នកនាងខ្ញុំទៅហើយអ្នកណាមិនចាប់អារម្មណ៍បើល្អអីយ៉ាងនេះនោះមែនទេលោកស្រី
ហើយចុះអ្នកម៉ាញ់ប្រាប់ទៅខាងគាត់យ៉ាងម៉េចដែរទេ គាត់ថាចាំសួរចិត្តអ្នកនាងសិនព្រោះអីក៏មិនចង់ឲ្យគេគិតថាគាត់ចិត្តងាយចង់បានលោកសិទ្ធិវង្សជាកូនប្រសានឹងណែតាមពិតក្នុងចិត្តគាត់ដឹងច្បាស់ហើយថាអ្នកនាងព្រមតាំងពីយូរអើយសុំទោសលោកស្រី នាងជឿនឯងនេះនិយាយកាត់មុខយើងរហូតយ៉ាងម៉េចបើឯងដឹងគ្រប់សពបែបនេះឯងសម្រាប់តែម្ដងទៅ មែនអស់លោកស្រីចាំខ្ញុំនឹងយកដំណឹងនេះទៅប្រាប់គ្រួសារលោកសិទ្ធិវង្សហើយថាអ្នកនាងរាជនីពេញចិត្តណាស់ពេញចិត្តតាំងពីយូរមកម្ល៉េះបន់ឲ្យតែលោកសិទ្ធិវង្សចូលស្ដីទេ នាងជឿនមាត់ឯងនេះតិចបានស៊ីដុំដែរឥឡូវហើយស្ងាត់ខ្លះទៅបានទេខ្ញុំកំពុងតែនិយាយរឿងសំខាន់ជាមួយអ្នកម៉ាញ់ឯងមានអីត្រូវធ្វើក៏ទៅធ្វើសិនទេចេះដឹងខុសរបៀបហើយមាត់វិញអរពលរពោចដូចស្វាអញ្ចឹងនាងខ្ជឿននេះ ជារៀងរាល់យប់យាយអាមតែងតែចាញ់រកចំណៃគ្រប់ពេលវេលា នេះសត្វកង្កែបវាទៅឯណាអស់ហើយមិនក៏មិនឃើញសំបីតែមួយក្បាលបែបនេះដឹងទេថាយើងឃ្លានអើយសែនឃ្លានយើងឃ្លាននោះឃ្លានយើងឃ្លាន អូនោះគឺនៅទីនោះហើយតើ របស់ឆ្ងាញ់មកនេះមករបស់ឆ្ងាញ់ នេតុយដែលតែងតែដើរឆ្លងកង្កែបរៀងរាល់យប់ក៏បានមកដល់ទីនេះយីរដងដូចជាមិនស្ងាត់អញ្ចឹងទេហើយជាប់កង្កែបវាទៅណាអស់ហើយមិនក៏មិនឃើញមកក្បាលអញ្ចឹងនេះដើរក៏មកឆ្ងាយហើយដែរ គិតថាអាចគេចផុតមែនទេអាល្អិត មកនេះមកយើងឃ្លានណាស់មកធ្វើជាចំណីរបស់យើងមក អេហើយតើសម្លេងនរណាមកដេញចាប់កង្កែបនោះដូចជាមិនមែនសម្លេងរបស់មនុស្សប្រុសនៅខាងណាអញ្ចេះអូដូចជាលឺនៅខាងនោះតែមើលមើល ពិតជាឆ្ងាញ់មែន ហាអាបអូយជួយផងអ្នកភូមិខ្មោចអាបអូយយាយអាមក្រោយពីបានដឹងថាមានគេឃើញគាត់ក៏ប្រញាប់កិច្ចខ្លួនចេញពីទីនោះបាត់ទៅ នេះឯងច្បាស់ដែរទេអទុយថាបានឃើញអាបនោះភូមិយើងមិនដែលមានរឿងបែបនេះទេណា គឺខ្ញុំឃើញពិតមែនណាមីងគឺឃើញវាកំពុងតែតំពីកង្កែបស៊ីឬតែគ្រប់ថាឆ្ងាញ់ណាស់នេះខ្ញុំមិនទាន់បាត់ភ័យព្រឺសម្បល់ផងនេះ ហើយចុះឯងឃើញមុខច្បាស់ដែរទេថាគេជាអាបអ្នកណានោះឯងនេះសង្ស័យតែស្វឹងជ្រុលហើយក៏ព្រិលភ្នែកហើយមើលទៅនោះមានអាបមកពីណាទៅ ខ្ញុំមិនបានផឹកទេណាមីងហើយមកក៏ខ្ញុំមិនបានឃើញច្បាស់ដែរគ្រាន់តែដឹងថាជាអាបស៊ីកង្កែបខ្ញុំនិយាយជាការពិតណានេះមិនជឿមែនទេព្រៃអាបគឺពិតជាមានពិតមែន ពេលចំនួនដើមមុនកាលមីងនៅក្មេងមីងជឿថាមានពិតមែនព្រោះមីងបានលើកជីដូនមីងនិយាយឲ្យស្ដាប់តែមកដល់ឥឡូវហ្នឹងណារឿងបែបនេះវាសាបលៀបអស់ហើយគ្មានទេព្រោះតាំងពីតូចមកដល់ពេលនេះមិនដែលបានឃើញទេ មិនដែលឃើញមិនប្រកាសថាគ្មានទេណាមីងជួនកាលវាទៅតែបង្ហាញខ្លួនកថាបានដែរនេះវាអាចមានតាំងពីយូរតែយើងមិនដឹងនោះអី អាតុយវានិយាយក៏សំហេតុផាមួយយ៉ាងដែរអេងហើយចុះថ្ងៃមុនជ្រូកអ្នកភឿនត្រូវសัตว์ហែកស៊ីនោះតែជាអាបដែរអាតុយនិយាយទេដឹង មែនហើយណាមីងខ្ញុំថាប្រកាសជាអាបនោះវាហែកខំស៊ីហើយនេះភូមិយើងឥឡូវដូចជាមិនសួរសោះ នេះកំពុងតែនិយាយគ្នាពីរឿងអីហ្នឹងណាមីង អូគឺអាតុយនឹងហ្នឹងវាថាយប់មិញនេះពេលវាឆ្លោះកង្កែបវាថាវាបានឃើញអាបស៊ីកង្កែបណាក្មួយមិនដឹងថាវានឹងបានឃើញពិតឬមួយក៏ព្រិលភ្នែកនោះទេ
ខ្ញុំមិនមែនចាស់ដល់ថ្នាក់ព្រុលផ្នែកមើលមិនដឹងទេណាមីងគឺឃើញពិតៗណាគ្រាន់តែថាមើលមុខវាមិនសូវច្បាស់ ចុះបើមើលមិនច្បាស់មិនក៏និយាយថាឃើញអាប់ទេឯងនេះនិយាយត្រឡប់ត្រឡិនហើយនេះអាប់មែនទេនេះผมយើងមានអាប់ពីណាពងមិនដែលលើទេតាំងពីតូចមក ហើយនេះមិនជឿក៏តាមចិត្តទៅចោះតែខ្ញុំជឿថានៅថ្ងៃណាមួយអ្នកទាំងអស់គ្នាប្រកាសជាបានឃើញដោយខ្លួនឯងមិនខាននោះទេ មកនិយាយឲ្យតែឯងខ្លាញ់អាទុយនេះនេះក្មួយមកពីណានឹងបានអីខ្លះជាប់នឹងដៃនឹងក្មួយ ចាខ្ញុំទៅតែមកពីរកបន្លែណាមីងយកខ្លះទេខ្ញុំបេះបានច្រើនណាស់ណា មិនអីទេណាក្មួយຕົកស្លោហូបខ្លួនឯងចាស់មែនហើយចូលលោកយាយយ៉ាងម៉េចហើយឮថាមិនស្រួលនោះអីមីងនេះចេះតែរវល់មិនបានឆ្លៀតទៅមើលសោះ អូសុខភាពយាយធម្មតាតែមីងគ្រាន់តែថាខ្ញុំមិនឲ្យគាត់ចេញក្រៅខ្លាចជំងឺគាត់លប់មកវិញនឹងណាតែអីគាត់នៅតែក្នុងផ្ទះតែនេះខ្ញុំក៏ដូចគ្នាមិនបានចូលទៅមើលសោះចាំតំណេចាំមីងទៅសួរសុខទុក្ខណាមនុស្សចាស់ចឹងហើយក្មួយឈឺច្រើនមិនដូចយើងក្មេងៗទេចាស់ណាមីងពិតមែនហើយចឹងខ្ញុំសុំតមុនហើយណាបញ្ញាប្រៀបចំបាយទឹកឲ្យលោកយាយចាតែចុះក្មួយនៅតែពីអ្នកយាយនឹងចៅតាំងពីម៉ែឪស្លាប់ចោលមកជីវភាពពិបាកមិនដឹងជាកម្មអីទេមកជួបបែបនេះនោះ នឹងហើយនេះអញ្ចឹងហើយបានជាខ្ញុំពេកបានអីបន្តិចបន្តួចតែងតែយកទៅចែកនឹងហ្នឹងព្រោះនឹកឃើញអាណិតគ្នាជាស្រីមិនដឹងរកអីបានហូមហើយត្រូវចិញ្ចឹមលោកយាយចាស់ម្នាក់ទៀតផងកថារត់ទៅផ្ទះដែរហើយបាយទឹកមិនទាន់បានធ្វើទេខ្លាចจะត្រូវមាត់ប្តីហ្នឹងឯងតែសិនហើយណា ចាខ្ញុំក៏អញ្ចឹងដែរ